អ្នកមីងខ្ញុំតាំងពីតូចក្រូចឆ្មាមកដល់អាយុជាង50ទើបតែបានមកចូលសាឡនលើកទី1បានមកធ្វើខ្លួនកាត់កញ្ចក់ដៃកញ្ចក់ជើងគៀបសក់ហ្នឹងហើយមកហ្នឹងមកមិនមានកម្រោគទេមកហ្នឹងមកដោយចៃដន្យទៀតដោយចៃដន្យមិនមែនមកធម្មតាទេគឺមករត់ភៀសសឹកដូចយើងដឹងស្រាប់ហើយមករយៈមុនមានរឿងរ៉ាវនៅខាងជីដែនខាងព្រំដែនអញ្ចឹងក៏គាត់ភៀសសឹកមកដល់ភ្នំពេញហ្នឹងណាភៀសសឹកមកដល់ភ្នំពេញហ្នឹងគឺគ្មានបំណងចង់ធ្វើខ្លួនអីល្អអីទៅណាទេប៉ុន្តែដោយសារតែគាត់មកលេងកន្លែងកូនគាត់ធ្វើការអញ្ចឹងមីអូនដែលធ្វើសក់ធ្វើអីឲ្យគាត់ហ្នឹងជាកូនពៅរបស់គាត់ហ្នឹងគ្នាមកធ្វើការនៅភ្នំពេញហ្នឹង5-6ឆ្នាំហើយអញ្ចឹងមកលេងទៅក៏គ្នាចាប់ហៅលាបសក់កាត់កញ្ចក់ដៃកាត់កញ្ចក់ជើងម្ដងទៅណាមួយអត់ដែលបញ្ចេញស្នាដៃធ្វើខ្លួនឲ្យម៉ែអញ្ចឹងទៅក៏ធ្វើឲ្យគាត់ឲ្យប្លែកតិចឲ្យសប្បាយចិត្តបន្តិចហើយសម្រាប់មីងខ្ញុំក៏ដូចជាខ្ញុំមកលេងកន្លែងធ្វើការរបស់គេនេះគឺទៅជាលើកទី1ហើយបានមកឃើញទស្សនវិជ្ជាជាក់ស្ដែងដោយផ្ទាល់អញ្ចឹងទៅនិយាយទៅគេរៀនជាងប្រហែលឆ្នាំមុនដែរហ្នឹងឥឡូវគេអាចកាន់កន្លែងហ្នឹងជំនួសមេបានអញ្ចឹងទៅអាចធ្វើសក់ធ្វើកញ្ចក់ផាត់មុខអីតិចបន្តួចដែរនិយាយទៅគេមានបទពិសោធន៍គេចេះច្រើនដែរឥឡូវហើយអ្នកចេះខាងសាឡនដូចជាគេហៅថាជំនាញវិជ្ជាជីវៈបច្ចេកទេសអញ្ចឹងគឺជាជំនាញដែលរៀនអនុវត្តផ្ទាល់តែម្ដងមិនរៀនដូចមុខវិជ្ជានៅតាមសាលាមានកម្រិតបរិញ្ញាបត្រអីខ្ពស់ទេប៉ុន្តែរៀនជំនាញវិជ្ជាជីវៈហ្នឹងក៏សំខាន់ដែរវាធ្វើឲ្យយើងចេះអនុវត្តផ្ទាល់ពិតណាអញ្ចឹងយើងអាចយកជំនាញហ្នឹងទៅប្រកបរបរទៅធ្វើការក៏ដូចជាទៅបើកកន្លែងខ្លួនឯងអញ្ចឹងគឺអាចចិញ្ចឹមជីវិតបានណាមួយបានប្រាក់ខែគួរសមរម្យដែរហ្នឹងអញ្ចឹងជំនាញបច្ចេកទេសក៏សំខាន់ដែរព្រោះអីអ្នកខ្លះរៀនបានបរិញ្ញាបត្រខ្ពស់អីក៏មិនប្រកាសថាបានការងារមួយដែលសមនឹងតម្លៃដែលយើងនឹងទទួលបានដែរអញ្ចឹងការចេះជំនាញវិជ្ជាជីវៈហ្នឹងក៏វាសំខាន់ដែរការចេះការងារសាឡននឹងពិតប្រាកដហ្នឹងគឺមិនខ្វះទេការងារព្រោះអីតម្រូវការទីផ្សារនៅកម្ពុជាយើងគឺតម្រូវការច្រើនមែនតើហើយភាគច្រើនប្រទេសកម្ពុជាយើងសម្បូរកម្មវិធីដូចជាបុណ្យជាការឬក៏ស៊ីស្លាឬកម្មវិធីខូបកំណើតជប់លៀងអីផ្សេងហ្នឹងគឺបងប្អូននារីតែងតែចូលទៅសាឡនទៅលាបកញ្ចក់កាត់កញ្ចក់លាបថ្នាំសក់ធ្វើខ្លួនអីចឹងទៅហើយដូចប្អូនខ្ញុំហ្នឹងគឺមួយថ្ងៃគឺគ្មានពេលទំនេរទេទទួលភ្ញៀវពីម្នាក់ទៅម្នាក់ធ្វើតាំងពីព្រលឹមដល់ព្រលប់ចូលផ្ទះក៏មានដែរហើយយើងចេះជំនាញពិតប្រាកដអញ្ចឹងយើងទៅកន្លែងណាក៏អាចរកការងារបាននឹងបើសិនជាមានសំណាងបានទៅអាមេរិកទៀតទៅធ្វើសក់ធ្វើកញ្ចក់អីនៅអាមេរិកកាន់តែទទួលបានប្រាក់ចំណូលច្រើនទៀតអញ្ចឹងអីក៏ដោយគេថាចេះប្រកបប្រាក់រត់តាមហៅហើយព្រោះអីវានៅក្នុងខ្លួននៅក្នុងគូក្បាលយើងអត់អាចមាននរណាលួចឬក៏បាត់បង់អីទៅបានហើយសម្រាប់នារីនៅសម័យបច្ចុប្បន្នអីហ្នឹងទៅកម្មវិធីទៅបុណ្យទៅការទៅខូបកំណើតអីហ្នឹងតតែទៅសាឡនធ្វើខ្លួនផាត់មុខឬក៏ធ្វើសក់អីបន្តិចបន្តួចឯងបានចូលចំណោមគេចុះអញ្ចឹងព្រោះអីសម័យឥឡូវគេពេញនិយមត្រូវផាត់មុខត្រូវធ្វើសក់អញ្ចឹងអាណិតនារីដែរទៅការម្ដងចំណាយច្រើនដែរទាំងធ្វើសក់ធ្វើកញ្ចក់ផាត់មុខអីហ្នឹងនៅចងដៃចងអីទៀតហ្នឹងក្រាស់ក្រែលគួរសមដែរហ្នឹងតែមិនថាតែអ្នកនៅទីក្រុងសូម្បីតែនារីឬក៏អ៊ំពូមីមីងចាស់អីនៅតាមផ្ទះហ្នឹងមុនទៅការទៅបុណ្យឥឡូវហ្នឹងតែងតែកោសបកភ្នែកឬក៏លាបថ្នាំសក់ប្របាត់ស្កូវប្របាត់អីដែរអញ្ចឹងសម័យឥឡូវគឺតុបតែងខ្លួនសម្រាប់នារីគឺពេញនិយមច្រើនអ្នកមីងខ្ញុំមកធ្វើខ្លួនលើកទី1ដំបូងសោះធ្វើខ្លួនមួយសេតហ្មងតាំងពីចុងដៃដល់ចុងសក់និយាយទៅគឺធ្វើតាំងពីកញ្ចក់គៀបសក់ពីរួញទៅត្រង់និយាយទៅអត់មានរំលងឈុតមួយណាផងអត់មានប្រកែកថាទេសោះហើយតែបានកូនជាសាឡនហើយណាមួយកូនពៅគេចង់ឲ្យម៉ែគេស្អាតឲ្យប្លែកផងទៅធ្វើមកអស់ដៃមកអស់ចិត្តហ្មងអ្នកធ្វើដែរគ្នាញាប់ដៃញាប់ជើងណាមុនដំបូងឡើយលាបថ្នាំសក់ឲ្យទុកផ្ងំសក់ហ្នឹងឲ្យសក់ចូលជាមួយថ្នាំហើយក៏ទៅកាត់កញ្ចក់ដៃកញ្ចក់ជើងហើយបន្ទាប់មកក៏មកគៀបសក់ពីរួញទៅត្រង់កាត់សេរីឲ្យស្អាតហ្នឹងទៅបន្ទាប់មកក៏ទៅលាបថ្នាំកញ្ចក់ទៀតអញ្ចឹងទៅរាប់តែគ្នាធ្វើឲ្យមកដំណាក់កាលហ្នឹងគឺប្រើពេលវេលាយូរហើយត្រូវហត់ញាប់ដៃញាប់ជើងរហូតទៀតអញ្ចឹងទម្រាំតែបានលុយមិនងាយស្រួលអញ្ចឹងបន្ទាប់ពីចំណាយពេលធ្វើខ្ទង់3 ទៅ 4 ម៉ោងអញ្ចឹងឥឡូវមកមើលលទ្ធផលមើលអ្នកមីងខ្ញុំសម្រស់យ៉ាងណាដែរពីអាយុជាង50ធ្លាក់មកដល់18វិញនៅនិយាយទៅគឺបានប៉ុណ្្នឹងឯងសម្រាប់គាត់មិនជាប្លែកអីណាស់ណាទេព្រោះគាត់ចាស់ហើយអញ្ចឹងវីដេអូមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាបាយ